ប្អូនប្រជាកសិករទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកទៅលើការធ្វើស្រូវរបស់យើងទាំងពីដំណាក់កាលដំបូងរហូតដល់យើងដំណាក់កាលប្រមូលផលអញ្ចឹងជាទូទៅការធ្វើស្រូវប្រកបណាស់យើងត្រូវតែយល់ពីចំណុចសំខាន់នៃការដែលយើងត្រូវដឹងមុនដើម្បីយើងអាចបញ្ជៀសបញ្ហាបានមួយចំនួនពេលដែលយើងធ្វើទៅយើងអាចទប់ទល់ជាមួយនឹងបញ្ហាដែលវាកើតឡើងទី1ការរៀបចំដីប្រសិនបើយើងបានរៀបចំវាត្រឹមត្រូវទាំងពីការភ្ជួរហាលដីរាស់គៀធ្វើម៉េចឲ្យដីយើងស្មើល្អពេលដែលយើងបានធ្វើដីស្មើល្អវាងាយស្រួលសម្រាប់យើងតាក់ទងទៅនឹងការបញ្ចូលទឹកការផ្ដល់សារធាតុចិញ្ចឹមការបាចពូជគឺយើងងាយស្រួលក្នុងការគ្រប់គ្រងប្រសិនបើយើងអត់បានរៀបចំដីបានត្រឹមត្រូវទេការបញ្ចូលទឹកវាអាចនឹងលំអៀងទី2ការបាចពូជដូចគ្នាប្រសិនបើដីយើងមិនបានរៀបចំល្អទេវាធ្វើឲ្យយើងបាចពូជអស់ច្រើនព្រោះពូជពេលណាយើងបាចទៅគឺវាប្រកបណាស់វានឹងហូរទៅតាមទឹកទៅតំបន់ខ្ទាបយ៉ាងហើយទើបលក្ខខណ្ឌការរៀបចំដីនេះវាសំខាន់បំផុតសម្រាប់យើងបន្ទាប់ពីយើងបានរៀបចំដីបានត្រឹមត្រូវហើយគឺយើងត្រូវជ្រើសរើសប្រភេទពូជស្រូវណាដែលវាធន់ជាមួយនឹងជំងឺធន់ជាមួយនឹងអាកាសធាតុពេលដែលយើងជ្រើសរើសពូជល្អយកមកប្រើប្រាស់ក៏យើងទទួលបានទិន្នផលល្អហើយការពារជាមួយនឹងកត្តាចង្រៃបានផងដែរទី3ទាក់ទងទៅនឹងកត្តាផ្ដល់សារធាតុចិញ្ចឹមសារធាតុចិញ្ចឹមសំខាន់បំផុតសម្រាប់ស្រូវរបស់យើងប្រសិនបើយើងអត់បានគ្រប់គ្រងទៅលើការផ្ដល់សារធាតុចិញ្ចឹមទេវាអាចនឹងធ្វើឲ្យស្រូវរបស់យើងលូតលាស់ខុសប្រក្រតីវាអាចធ្វើឲ្យស្រូវយើងមានជំងឺអញ្ចឹងនៅដំណាក់កាលលូតលាស់ប្រកបណាស់ស្រូវវាត្រូវការសារធាតុអាសូតខ្ពស់ជាងគេពីព្រោះវាត្រូវការអាសូតមកបំពេញដងដើមមកជំរុញការលូតលាស់ការផលិតស្លឹកដើម្បីមានពណ៌បៃតងវគ្គទី2វគ្គបង្កើនផលគឺយើងបន្ថយអាសូតវិញម្ដងគឺយើងដំឡើងសារធាតុ ផូស្វាតច្រើនជាងគេវិញហើយអាសូតគឺយើងប្រើតិចវិញម្ដងដំណាក់កាលទី2នេះប្រសិនបើយើងប្រើសារធាតុចិញ្ចឹមអត់បានត្រឹមត្រូវទេវាអាចនឹងធ្វើឲ្យស្រូវរបស់យើងរាំងស្ទះក្នុងការលូតលាស់ដែរពីព្រោះដំណាក់កាលលូតលាស់យើងបានឆ្លងកាត់ផុតហើយយើងចូលដល់ដំណាក់កាលទី2ជាដំណាក់កាលដែលយើងត្រូវពៅឬនិងពៅដង្ហើមស្រូវសម្រាប់ត្រៀមចេញផ្កាមកខាងក្រៅគឺយើងត្រូវការសារធាតុផូស្វាតច្រើនបន្ទាប់ពីយើងឆ្លងកាត់ដំណាក់កាលទី2រួចរាល់គឺយើងឈានចូលដល់វគ្គទី3គេហៅថាវគ្គទុំវគ្គទុំយើងមាន2ដំណាក់កាលដែលយើងត្រូវថែទាំគឺដំណាក់កាលស្រូវដាក់ទឹកដោះរាវនិងស្រូវដាក់ម្សៅនៅដំណាក់កាលនេះគឺស្រូវត្រូវការសារធាតុប៉ូតាស្យូមចាំបាច់បំផុតដើម្បីផលិតគ្រាប់ក៏ដូចជាថែទាំគ្រាប់និងបំពេញចំនួនគ្រាប់នៅក្នុងគូឲ្យបានច្រើនអញ្ចឹងកត្តាធំទាំងអស់នឹងហើយដែលធ្វើឲ្យប្រជាកសិករយើងយល់ដឹងឲ្យបានច្បាស់ដើម្បីផលិតស្រូវទៅបានទិន្នផលខ្ពស់តាមអ្វីដែលយើងចង់បានជាចុងក្រោយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនប្រជាកសិករយើងប្រសិនបើគាត់មានចម្ងល់តាក់ទងទៅនឹងការប្រើប្រាស់ជីសូមតាក់ទងមកក្រុមហ៊ុនជីថ្នាំស្ដេចដំរីខៀវយើងមានប្រភេទជីទៅតាមវគ្គទៅតាមដំណាក់កាលរបស់ស្រូវហើយយើងមានអ្នកបច្ចេកទេសញ៉ាំប្រឹក្សាអំពីបច្ចេកទេសនៃការធ្វើស្រូវជូនពុកម៉ែបងប្អូនផងដែរសូមអរគុណ